ជីវិតពិតរបស់យើងវាមិនដូចនៅក្នុងសាលាទេពីថាជីវិតនេះវាមិនដូចអ្វីដែលយើងគិតថាងាយស្រួលនោះទេជីវិតពិតវាមិនដូចជាការរៀននៅក្នុងសាលាពីព្រោះថានៅក្នុងសាលាផ្សេងនៅខាងក្រៅនឹងផ្សេងគឺជាសេចក្តីពិតមួយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះនៅពេលដែលពួកគេបោះជំហានចូលទៅក្នុងបរិវេណនៃសាលាបោះជំហានចូលទៅក្នុងពិភពនៃការងារនិងសង្គមជាការពិតការទទួលស្គាល់ថាការរៀនសូត្រនៅសាលាផ្ដល់នូវរឿងជាច្រើនដូចជាចំណេះដឹងក៏ប៉ុន្តែជីវិតពិតបង្រៀនយើងពីរបៀបប្រើនៅឧបករណ៍ទៅនោះនៅក្នុងស្ថានភាពមិនប្រក្រតីខាងក្រោមនេះគឺជាភាពខុសគ្នារវាងការសិក្សានៅក្នុងសាលានិងជីវិតពិតទី1ភាពខុសគ្នានៃបញ្ហាប្រឈមបញ្ហានៅក្នុងសាលាមានចម្លើយគឺត្រឹមត្រូវតែមួយនៅក្នុងសាលាបញ្ហាប្រឈមដូចជាការលំបាកនៅក្នុងការធ្វើគណិតឬសំណួរប្រវត្តិសាស្ត្រភាគច្រើនមានចម្លើយត្រឹមត្រូវតែមួយច្បាប់និងរូបមន្តត្រូវបានកំណត់ច្បាស់លាស់ការបរាជ័យមានន័យថាបន្ទុកទាបហើយការជោគជ័យមានន័យថាយើងទទួលបាននូវបន្ទុកខ្ពស់ហើយអ្នកតែងតែសាក់លបងធ្វើវាម្ដងទៀតប្រសិនបើវាបរាជ័យបញ្ហានៅក្នុងជីវិតពិតរបស់យើងភាពស្មុគស្មាញនិងគ្មានចម្លើយច្បាស់លាស់នោះទេបញ្ហានៅក្នុងជីវិតពិតរបស់យើងដូចជាបញ្ហាទំនាក់ទំនងហិរញ្ញវត្ថុឬបញ្ហាការងារគឺស្មុគស្មាញនិងច្រើនតែគ្មានចម្លើយត្រឹមត្រូវទេការដែលសម្រេចចិត្តមួយអាចមានផលវិជ្ជមាននិងផលអវិជ្ជមានតែមួយគឺនៅក្នុងការបរាជ័យនៅក្នុងជីវិតពិតจะមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងការធ្លាក់ទៅបន្ទុកដ៏ឆ្ងាយ2ភាពខុសគ្នានៃការគ្រប់គ្រងអារម្មណ៍ក្នុងសាលាផ្ដោតអារម្មណ៍ចំពោះចំណេះដឹងសិក្សាការអប់រំសាលាចំណេះដឹងបច្ចេកវិទ្យានិងទ្រឹស្ដីវាមិនសូវបង្រៀនសិស្សអំពីរបៀបដោះស្រាយអារម្មណ៍ដោយបញ្ហាផ្ទាល់ខ្លួនឬក៏អារម្មណ៍នៅក្នុងពេលដែលយើងជួបជាមួយអ្នកដទៃនោះទេនៅក្នុងជីវិតពិតរបស់យើងតម្រូវឲ្យយើងមាននៅបញ្ញាស្មារតីឲ្យខ្ពស់ដើម្បីឲ្យយើងដោះស្រាយនៅបញ្ហាណាមួយដែលវាកើតឡើងនៅក្នុងជីវិតរបស់យើងសួរតើយើងអាចប្រឈមនឹងជីវិតពិតទាំងអស់នោះបានដែរឬទេសួរតើយើងអាចទ្រាំទ្រនឹងជីវិតអញ្ចឹងបានដែរឬទេទី3ភាពខុសគ្នានៃហិរញ្ញវត្ថុនិងធនធាននៅក្នុងសាលាការចំណាយទៅលើការសិក្សាចំណេះដឹងត្រូវផ្ដល់នៅតាមរយៈការបង់ថ្លៃសាលានិងការប្រឡងគឺជាតម្លៃបដូរនៅក្នុងជីវិតពិតរបស់យើងការគ្រប់គ្រងហិរញ្ញវត្ថុនិងការរស់រានមានជីវិតពិតរបស់យើងតម្រូវឲ្យមាននៅលុយចេះគ្រប់គ្រងលុយចេះវិនិយោគនិងចេះដោះស្រាយវិបត្តិហិរញ្ញវត្ថុជំនាញដូចជាការចរចាប្រាក់ខែការសន្សំនិងការចាយវាយគឺជាជំនាញដែលមិនមាននៅក្នុងសាលាដោយដែលការសន្និដ្ឋានចឹងដើម្បីជោគជ័យនៅក្នុងជីវិតមនុស្សម្នាក់ត្រូវតែមាននៅតុល្យភាពរវាងអ្វីដែលខ្លួនឯងរៀនចេញពីសាលាចំណេះដឹងមូលដ្ឋាននិងអ្វីដែលខ្លួនឯងបានមានបទពិសោធន៍នៅក្នុងជីវិតពិតជំនាញដោះស្រាយបញ្ហាជាក់ស្ដែងភាពបត់បែននិងគ្រប់គ្រងអារម្មណ៍
សាលាគ្រាន់តែជាជំហានដំបូងនៃដំណើរជីវិតរបស់យើងតែប៉ុណ្ណោះហើយការអប់រំខ្លួនឯងជាបន្តបន្ទាប់គឺតាមរយៈបទពិសោធន៍ពិតនៅក្នុងជីវិតរបស់យើងសាលាបង្រៀនយើងចំណេះដឹងទូទៅអ្វីដែលជាចម្លើយពិតប្រាកដដែលចេញពីក្នុងសាលាប៉ុន្តែវានៅមេរៀនជាច្រើនដែលតាក់ទងជាមួយនឹងជីវិតរបស់យើងនេះគឺរាប់មិនអស់យើងកាន់តែទៅមុខបញ្ហានៅតែមានបញ្ហាកាន់តែច្រើនយើងដោះស្រាយកាន់តែច្រើនបទពិសោធន៍កាន់តែច្រើនធ្វើឲ្យជីវិតរបស់យើងកាន់តែរឹងមាំទៅមុខទៀតចូលអ្វីដែលធ្វើឲ្យជីវិតរបស់យើងជួបតែបញ្ហាពីព្រោះថាជីវិតរបស់យើងនីមួយៗបង្កើតឡើងមកនៅក្នុងភពផែនដីនេះគឺដើម្បីដោះស្រាយនៅបញ្ហាហើយមិនបានខ្ញុំហ៊ាននិយាយបែបនេះពីព្រោះថាយើងសួរមនុស្សរាល់គ្នានៅក្នុងពិភពលោកនេះគ្មាននរណាម្នាក់ដែលថាគ្មានបញ្ហាទេសុទ្ធសឹងតែមាននៅបញ្ហាគ្រប់រូបហើយបញ្ហានោះសុទ្ធសឹងតែខុសគ្នាទៅទៀតភាគច្រើនគឺខុសគ្នាហើយភាពដែលថាស្រដៀងគ្នាគឺបន្តិចបន្តួចតែប៉ុណ្ណោះជីវិតមួយមិនមែនបញ្ហាមួយទេជីវិតមួយគឺបញ្ហារាប់រយចម្ពោះមុននឹងយើងឈានជើងទៅដោះស្រាយបញ្ហាមួយទៀតស្រួលមិនស្រួលបញ្ហាមួយទៀតក៏នឹងបានកាត់ឡើងទៅហើយដូច្នេះអ្វីដែលយើងរៀនបានពីសាលាគឺតិចប៉ុន្តែជីវិតពិតនៅក្នុងសង្គមនេះវាបង្ហាញយើងជាក់ស្ដែងបទពិសោធន៍ជាក់ស្ដែងទទួលផលជាក់ស្ដែងនេះជាអ្វីដែលយើងគួរតែសិក្សាស្វែងយល់នៃភាពខុសគ្នានៅក្នុងជីវិតពិតហើយនឹងជីវិតនៅក្នុងសាលាសូមអរគុណសូមគោរពលា